ជំរាបសួរខ្ញុំឈ្មោះលីមេតាបច្ចុប្បន្នជានិស្សិតអាហារូបករណ៍ថ្នាក់នំទឹកនៅប្រទេសបារាំងធ្លាប់ទេដែលមានអារម្មណ៍ថាចង់បន្តការសិក្សានៅអឺរ៉ុបដើម្បីឲ្យខ្លួនឯងបានស្គាល់ពិភពលោកកាន់តែធំជាងមុនតែទន្ទឹមគ្នានេះក៏មានអារម្មណ៍ថាខ្លួនឯងអត់មានសមត្ថភាពគ្រប់គ្រាន់ទាំងសមត្ថភាពចំណេះដឹងទាំងសមត្ថភាពថវិកាប្រសិនបើអ្នកនរគ្នាកំពុងតែមានអារម្មណ៍ហ្នឹងវាគឺជាខ្ញុំកាលពីប្រហែលឆ្នាំមុនកាលពីមុនសម្រាប់ខ្ញុំការដែលមករៀននៅបរទេសគឺជារឿងដែលមិនអាចទៅរួចព្រោះខ្ញុំគឺជានិស្សិតដែលមកពីខេត្តដើម្បីមករៀននៅភ្នំពេញហើយមកពីគ្រួសារដែលមានជីវភាពមធ្យមមួយដូច្នេះការដែលមករៀននៅបរទេសដែលត្រូវចំណាយលុយទិញសំបុត្រយន្តហោះអស់រាប់ពាន់ដុល្លារចំណាយសម្រាប់ការស្នាក់នៅអស់រាប់ពាន់រាប់ម៉ឺនដុល្លារវាគឺជារឿងដែលមិនអាចទៅរួចសម្រាប់ខ្ញុំប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែរក្សាជំហរក៏ដូចជាការតាំងចិត្តដើម្បីមករៀននៅបរទេសឲ្យបានតាមរយៈការខិតខំទាំងថ្ងៃទាំងយប់ពេលវេលាមួយក៏បានមកដល់ដែលខ្ញុំបានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលបារាំងដើម្បីបន្តការសិក្សានៅអឺរ៉ុបហើយតាមរយៈការសិក្សានៅអឺរ៉ុបនេះឯងក៏ខ្ញុំមានឱកាសដើម្បីដើរស្វែងយល់អំពីប្រទេសផ្សេងៗនៅក្នុងតំបន់អឺរ៉ុបនេះទាំងមូលដូចជាក់ស្ដែងនៅក្នុងវីដេអូនេះគឺជាដំណើរកម្សាន្តរបស់ខ្ញុំកំឡុងពេលវិស្សិមកាលនាប្រទេសសាំងឌីណាវនិងប្រទេសប៉ូឡូញសរុបមកខ្ញុំបានដែរសម័យថាខ្ញុំនឹងមានឱកាសដើម្បីមករៀននៅអឺរ៉ុបក៏ដូចជាមានឱកាសដើម្បីមកស្គាល់មកបានឃើញនៅប្រទេសសាំងឌីណាវក៏ដូចជាប្រទេសប៉ូឡូញទាំងអស់នេះទេក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាអាចប្រព្រឹត្តទៅបាននៅពេលណាដែលយើងមានការខិតខំប្រឹងប្រែងឲ្យបានគត់មុតហើយខ្ញុំជឿជាក់យ៉ាងមុតមមថាអ្នកនរគ្នាក៏អាចធ្វើវាបានផងដែរបោះបង់គំនិតដែលគិតថាទៅមិនរួចហើយចាប់ផ្ដើមធ្វើវាឥឡូវនេះហើយខ្ញុំនៅទីនេះដើម្បីធ្វើជាសក្ខីភាពសម្រាប់អ្នកនរគ្នាថាយើងពិតជាអាចធ្វើបានមែនដូច្នេះកុំភ្លេចអនុញ្ញាតឲ្យខ្លួនឯងបានសាកល្បងធ្វើរឿងថ្មីៗក្នុងឆាកជីវិតជាពិសេសគឺមកសាកល្បងនៅបទពិសោធន៍មួយនេះនៅក្នុងទឹកដីអឺរ៉ុបអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយNow I feel my sense